ចាបន្ទាប់ពីបែកមុខបងមួយរយៈចាចូលឆ្នាំឥឡូវយើងជួបគ្នាជាមួយនឹងការបង្ហាញត្រាក់ទ័រម៉ាកយ៉ាន់ម៉ាស៊េរី FX19 ដែលបានបើកបង្ហាញការពីវីដេអូមុនចាហើយទឹកថ្នាំរបស់គេគឺប៉ុណ្នេះចានៅខាងក្រៅគឺមិនខ្ចីពេកក៏មិនអន់ពេកចាសម្រាប់ប៉ុណ្នេះគឺយើងមកទទួលយកបានសម្រាប់ត្រាក់ទ័រនេះចាគឺដំណើរការដោយ3ម៉ាស៊ីនប៉ុង2ហើយនឹងមានបូមចង្កូតចាហើយកន្លុកកលៀតរបស់គេហ្នឹងគឺនៅស្អាតចាប៉ុណ្នេះគឺសម្រាប់វ៉ាន់មកទឹកគឺយើងរាប់ថាស្អាតហើយសម្រាប់ត្រាក់ទ័រនេះគឺប្រើទៅបានតែប្រហែលជា900ម៉ោងទេចាគឺប្រើតិចទេចាអញ្ចឹងបងដែលមានតម្រូវការមកពិចារណាមួយគ្រឿងនេះបានចាហើយនេះគឺជាផ្នែកខាងក្រោយគឺធានាជូនសម្រាប់មួយគ្រឿងនេះគឺម៉ាស៊ីនប្រអប់លេខចាគឺអត់មានរុះរើអត់មានប៉ះសោទេចាឥឡូវនាំបងទៅមើលនៅផ្នែកខាងមុខចាខាងមុខគឺសម្រាប់ដូចប៉ុងអីគឺគេធ្វើចេញមកសម្រាប់ស៊េរីយ៉ាន់ម៉ា FX នេះវិញគឺប៉ុងមុខប៉ុងក្រោយវិញគឺថាមាំស្អាតតែម្ដងចាហើយសម្រាប់ត្រាក់ទ័រនេះចាគឺ3ម៉ាស៊ីនប៉ុង2ហើយនឹងបូមចង្កូតលក្ខខណ្ឌប៉ុណ្នេះគឺល្អហើយអ្វីដែលកាន់តែធ្វើឲ្យត្រាក់ទ័រនេះគឺជាជម្រើសល្អសម្រាប់បងអតិថិជនគឺຂະຫນាតនេះគឺយើងអាចភ្ជាប់ជាមួយនឹងឧបករណ៍កាត់ស្មៅធ្វើជីបានចាគឺពិសេសមែនតែនសម្រាប់បងដែលមានដីចំការល្មមចាកាត់ស្មៅធ្វើជីដាក់ភ្ជួរអីគឺមកស្រួលប្រើហើយសម្រាប់បងដែលមានដីធំចាដំណាំរៀងធំរៀងចាស់ឆ្នាំហើយចាគឺបងក៏អាចយកប្រភេទនេះទៅកាត់ស្មៅនៅតាមចន្លោះរោងដំណាំបានចាព្រោះដោយសារពីមុនគឺបងខ្លះគឺគាត់ប្រើជាប្រភេទត្រាក់ទ័រខ្នាតធំដើម្បីយកទៅភ្ជួរស្មៅចោលប៉ុន្តែដល់ពេលដំណាំគាត់ធំទៅគឺគាត់ចង់ភ្ជួរទេព្រោះដោយសារការភ្ជួរស្មៅចោលវាអាចធ្វើឲ្យប៉ះពាល់ដល់ឫសដំណាំរបស់គាត់អញ្ចឹងសម្រាប់បងដែលចង់សម្អាតស្មៅក្នុងចម្ការហើយអត់ចង់ឲ្យប៉ះពាល់ដល់ដំណាំបងអាចពិចារណាមួយគ្រឿងនេះបានចាគឺយ៉ាន់ម៉ា FX 195កម្លាំង19សេសចាគឺបងខ្លះគឺគាត់កាត់ហើយគាត់ប្រមូលស្មៅនេះទៅដាក់នៅគល់ដំណាំហើយវាត្រជាក់ហើយវាទៅជាជីធម្មជាតិនៅលើដីតែម្ដងអញ្ចឹងសម្រាប់បងដែលមានតម្រូវការចង់បានជាប្រភេទត្រាក់ទ័រមួយទឹកជប៉ុនចាភ្ជាប់ជាមួយនឹងឧបករណ៍កាត់ស្មៅធ្វើជីបងអាចធ្វើការតំណែងមកកាន់តុងមេងលីបានអរគុណសម្រាប់ការតែងតែជួយ like share និង comment នៅរាល់វីដេអូរបស់តុងមេងលី